ខ្ញុំឈ្មោះសៀហ្វូក្មេងស្រីដែលមកដូចខ្ញុំម្នាក់នេះគឺប្អូនស្រីខ្ញុំសៀម៉ុងភាពខុសគ្នារបស់យើងគឺនាងមានប្រជ្រៃមួយនៅលើក្នុងដៃតាំងពីតូចឪពុកម្ដាយតែងលំអៀងស្រឡាញ់ប្អូនស្រីជាងខ្ញុំគិតថាពួកគាត់គ្រាន់តែស្រឡាញ់ប្អូនព្រោះនាងនៅតូចហើយខ្ញុំមិនដែលយកចិត្តទុកដាក់ឡើយរហូតដល់ពេលយើងទៅហែទឹកជាមួយគ្នាប្អូនស្រីមិនចេះហែទឹកក៏ត្រូវទឹកហូរទៅខ្ញុំបានចូលទៅជួយនាងមួយសន្ទុះក្រោយមកមានអ្នកហៅឪពុកម្ដាយឲ្យមកទទួលយកពួកគាត់យំរហូតដល់មកដល់ខ្ញុំទើបតែចង់និយាយលួងពួកគាត់ប៉ុន្តែអ្វីចម្លែកគឺពេលឃើញខ្ញុំឪពុកម្ដាយដែលកំពុងយំខ្លាំងស្រាប់តែប្រែជាស្ងប់ស្ងាត់ភ្លាមខ្ញុំក៏អន់ក្បាលមើលហើយឃើញថានៅលើក្នុងដៃខ្ញុំមានប្រឡាក់ភក់មួយកន្លែងរាងកាយខ្ញុំស្រាប់តែមានអារម្មណ៍ត្រជាក់ខ្លាំងក្បាលវិលមុខហើយស្ទើរតែគិតអ្វីមិនចេញពេលឃើញខ្ញុំមិនឆ្លើយយូរម្ដាយមានទឹកមុខភ័យហើយដៃរបស់គាត់ក៏លូតមករកក្នុងដៃខ្ញុំដើម្បីពិនិត្យឲ្យច្បាស់ភ្លាមនោះខ្ញុំក៏នឹកឃើញរឿងមួយគំនិតជាច្រើនបានវិលជុំក្នុងខួរក្បាលខ្ញុំហើយខ្ញុំស្រាប់តែនឹកឃើញថាពេលឪពុកម្ដាយប្រញាប់មកដល់ពួកគាត់មិនបានសួរអំពីសុខភាពខ្ញុំជាមុនទេប៉ុន្តែបែរជាសម្លឹងមកក្នុងដៃខ្ញុំភ្លាមនៅលើក្នុងដៃខ្ញុំអ្វីដែលអាចបែងចែកខ្ញុំនិងប្អូនស្រីបានគឺមានតែប្រជ្រៃមួយនេះតែលើកន្លែងនោះត្រូវប្រឡាក់ដោយភក់មួយចំណុចខ្ញុំឃើញដៃម្ដាយកំពុងតែជិតប៉ះក្នុងដៃខ្ញុំហើយនោះជាប្រឡាក់ភក់តូចមួយប៉ុណ្ណោះគ្រាន់តែជូតបន្តិចវានឹងបាត់ភ្លាមខ្ញុំលេបទឹកមាត់ហើយឃើញញើសគ្រាប់លេចលើថ្ងាសសម្ដាយប្រសិនបើម្ដាយរកឃើញថាខ្ញុំមិនមែនជាប្អូនស្រីតើនឹងមានអ្វីកើតឡើងពេលវេលានៅវិនាទីនោះហាក់ដូចជាយឺតគ្មានទីបញ្ចប់ខ្ញុំស្រាប់តែនឹកឃើញរឿងមួយពេលម្ដាយទើបដឹងថាកូនពីរនាក់ត្រូវទឹកហូរទៅហើយរកឃើញម្នាក់ទឹកមុខគាត់បានដួលរលំប៉ុន្តែពេលឃើញភក់នៅលើដៃខ្ញុំគាត់បែរជាដូចជាយល់ច្រឡំអ្វីមួយនៅពេលនោះខ្ញុំឃើញយ៉ាងច្បាស់ថាទឹកមុខម្ដាយប្រែជារីករាយយ៉ាងខ្លាំងពួកគាត់បែរជាសប្បាយចិត្តខ្លាំងចំពោះការស្លាប់របស់កូនម្នាក់ទៀតពេលនោះខ្ញុំនៅតែគិតថាមូលហេតុដែលពួកគាត់សប្បាយគឺព្រោះសប្បាយចិត្តដែលខ្ញុំបានរស់ខ្ញុំនៅតែឆោតល្ងង់ចង់លួងឪពុកម្ដាយហើយប្រាប់ថាសពអូនស្រីនៅមិនទាន់រកឃើញទេប្រហែលនាងត្រូវទឹកហូរទៅខាងក្រោមប្រហែលនាងនៅរស់ហើយនៅពេលម្ដាយចិត្តប៉ះក្នុងដៃខ្ញុំរាងកាយខ្ញុំបានសម្រេចចិត្តជំនួសខ្ញុំប្រញាប់ដកដៃត្រឡប់មកវិញហើយលើកក្បាលឡើងខ្ញុំធ្វើដូចប្អូនស្រីថាម៉ាក់មិនបានជាម៉ាក់ទៅមកខ្ញុំភ័យណាស់ម្ដាយស្រាប់តែមានទឹកមុខព្រួយបារម្ភកូនសម្លាញ់មិនបានជាធ្លាក់ទឹកតើបងស្រីបង្ខំឲ្យកូនទៅហែទឹកមែនទេមនុស្សពីរនាក់មើលមិនបានផងនាងធ្វើជាបងស្រីយ៉ាងម៉េចគ្មានប្រយោជន៍សោះឪពុកនៅក្បែរនោះក៏និយាយដោយភ័យខ្លាចថាសំណាងហើយប៉ាបានជួយកូនទាន់នៅក្នុងថ្នាក់ហែទឹកកូនស្ទើរតែលងទឹកទៅហើយបើមិនបានជួយទាន់ទេប៉ាមិនហ៊ានស្រមៃទេថាកូនស្រីសម្លាញ់ប្រសិនបើមិនត្រូវបានជួយឡើងមកតើខ្ញុំនិងម៉ាក់នឹងរស់បន្តយ៉ាងម៉េចម្ដាយក៏ងក់ក្បាលយល់ស្របយ៉ាងណាមិញរាងកាយនាងក៏ខ្សោយហើយខួរក្បាលក៏មិនសូវឆ្លាតស្លាប់ទៅក៏ស្លាប់ទៅឪពុកមានទឹកមុខធូរចិត្តសំណាងហើយអ្នកដែលនៅរស់គឺកូនពេលនោះមេឃក៏ចាប់ផ្ដើមភ្លៀងរលឹមទូខ្ញុំពាក់កន្សែងគ្រប់ខ្លួនក៏ដោយខ្ញុំនៅតែមានអារម្មណ៍ត្រជាក់ចូលពីបាតជើងឡើងមកខ្ញុំខំបូរមាត់យ៉ាងខ្លាំងមិនឲ្យខ្លួនឯងយំចេញសម្លេងព្រោះបើខ្ញុំយំខ្ញុំនឹងត្រូវបង្ហាញអត្តសញ្ញាណពិតខ្ញុំដឹងថាឪពុកម្ដាយលំអៀងប៉ុន្តែមិននឹកស្មានថាពួកគាត់អាចលំអៀងដល់កម្រិតនេះទេខ្ញុំនិងប្អូនស្រីមុខដូចគ្នាទាំងស្រុងសូម្បីតែសក់ក៏ដូចជាចេញពីពុំតែមួយបើយើងស្លៀកសម្លៀកបំពាក់ដូចគ្នាសូម្បីឪពុកម្ដាយក៏មិនអាចស្គាល់ថាអ្នកណាជាអ្នកណាទេខ្ញុំតែងគិតថាឪពុកម្ដាយគ្រាន់តែស្រឡាញ់ប្អូនស្រីជាងប៉ុន្តែជ្រៅក្នុងចិត្តពួកគាត់ប្រកាសជាស្រឡាញ់ខ្ញុំដែរតែខ្ញុំមិននឹកស្មានថាពេលខ្ញុំស្លាប់ពួកគាត់សូម្បីតែមិនសោកស្ដាយបន្តិចនៅពេលនេះម្ដាយមកក្បែរខ្ញុំហើយអង្អែលស្មាខ្ញុំមិនបានជាក្តៅបែបនេះកូនក្តៅខ្លួនមែនទេខាងក្នុងនៅពេលអាវទៀតឬដោះចេញឆាប់ទៅមិនអីទេបើមិនដូច្នោះកូនអាចផ្ដាសាយខ្ញុំស្ដាប់ពាក្យម៉ាក់ហើយប្រញាប់រត់កន្សែងដែលខ្ញុំគ្រប់ខ្លួនឲ្យចិត្តជាងមុនខ្ញុំមិនអាចដោះបានទេព្រោះស្រាប់តែនឹកឃើញរឿងមួយព្រឹកនេះមុនចេញពីផ្ទះខ្ញុំនិងប្អូនស្រីស្លៀកសម្លៀកបំពាក់មិនដូចគ្នាទេបើឥឡូវខ្ញុំដោះកន្សែងចេញអត្តសញ្ញាណរបស់ខ្ញុំនឹងត្រូវបែកធ្លាយមិនបានទេខ្ញុំត្រូវបដូរប្រធានបទភ្លាមគិតដល់នេះខ្ញុំនិយាយទៅម្ដាយថាម៉ាក់តាមមកពីខ្ញុំមែនទេដែលធ្វើឲ្យបងស្រីស្លាប់បើខ្ញុំមិនលួចរត់ទៅលេងទឹកទេបងស្រីក៏មិនត្រូវទឹកហូរទៅព្រោះនាងចូលទៅជួយខ្ញុំដែរពេលនេះខ្ញុំមិនអាចទប់ទឹកភ្នែកបានទៀតទេខ្ញុំយំចេញមកហើយពេលឃើញខ្ញុំយំម្ដាយប្រញាប់ជូតទឹកភ្នែកឲ្យខ្ញុំហើយភ្លេចរឿងដោះសម្លៀកបំពាក់ភ្លាមកុំយំអីរឿងនេះមិនមែនកំហុសកូនទេបងស្រីកូនមានវាសនាមិនល្អក្នុងនាមជាបងស្រីនាងគួរតែការពារប្អូនតែខ្លួននាងមិនចេះហែទឹកហើយសំណាងក៏មិនល្អទៀតបើដឹងមុនខ្ញុំនឹងទិញធានារ៉ាប់រងឲ្យបងស្រីកូនហើយស្លាប់លឿនពេកទើបមិនទាន់ទទួលបានអ្វីមកវិញផងស្លាប់ទៅក៏ស្លាប់ទៅឬពាក្យលួងរបស់ម្ដាយខ្ញុំបែរជាមានអារម្មណ៍ថាខ្លួនកាន់តែត្រជាក់បើអ្នកដែលស្លាប់ពិតជាខ្ញុំមែនការលះបង់របស់ខ្ញុំដើម្បីការពារប្អូនស្រីត្រូវបានមើលរំលងយ៉ាងងាយបែបនេះឬសូម្បីតែភ្នែកមួយដំណក់ក៏គ្មានអ្នកស្រក់ឲ្យខ្ញុំទេនៅពេលនោះអ្នកពលរដ្ឋអគិភ័យដែលឈរនៅក្បែរមុខពេញដោយញើសបានមកប្រាប់ឪពុកម្ដាយថាសោកស្ដាយណាស់ពួកយើងមកយឺតពេកកូនពីរនាក់ជួយបានតែម្នាក់ទៀតត្រូវទឹកហូរទៅខាងក្រោមព្រោះទឹកនៅទីនេះហូរលឿនណាស់មិត្តរួមការងាររបស់ខ្ញុំបានទៅរកនៅខាងក្រោមអស់កន្លះថ្ងៃហើយតែមិនឃើញអ្វីសោះប្រហែលសពបានលេចទៅបាត់ទឹកហើយទឹកនៅទីនោះជ្រៅណាស់មិនងាយរកឃើញទេដំបូងខ្ញុំគិតថាឪពុកម្ដាយនឹងស្ដីបន្ទោសពួកយើងប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកពលរដ្ឋអគិភ័យចម្លែកចិត្តគឺឪពុកម្ដាយខ្ញុំមិនមានទឹកមុខអ្វីសោះពេលឮដំណឹងថាខ្ញុំមិនអាចត្រឡប់មកវិញពួកគាត់មិនបង្ហាញអារម្មណ៍អ្វីឡើយខ្លាំងឪពុកខ្ញុំនិយាយសាមញ្ញថាកុំបន្ទោសខ្លួនឯងនោះជាវាសនារបស់នាងបើរកឃើញក៏រកបើមិនឃើញក៏មិនអាចធ្វើអ្វីបានទេយើងយកកូនស្រីតូចទៅផ្ទះសិនរកឃើញក៏ល្អមិនឃើញក៏អស់វិធីទៅញ៉ាំបាយសិនយើងទៅមុនហើយកូននៅត្រជាក់នឹងឃ្លានណាស់ខ្ញុំត្រូវប្រញាប់ត្រឡប់ទៅស្ងោរទឹកគ្នាឲ្យកូនផឹកមិនអីចឹងកូននឹងផ្ដាសាយប៉ុន្តែពេលឮពីឪពុកម្ដាយអ្នកពលរដ្ឋអគិភ័យមានអារម្មណ៍ច្របូកច្របល់ពេលមកដល់ពួកគាត់នៅយំខ្លាំងតែឥឡូវពេលឮដំណឹងអាក្រក់បែរជាធ្វើដូចមិនមានអ្វីកើតឡើងមិនត្រឹមតែអ្នកពលរដ្ឋអគិភ័យទេសូម្បីខ្ញុំក៏មានអារម្មណ៍ថា
មិនគួរឲ្យជឿខ្ញុំបន្តបញ្ចុះបញ្ចូលខ្លួនឯងថាប្រហែលឪពុកម្ដាយគ្រាន់តែមានអារម្មណ៍យឺតយ៉ាវមិនអាចទទួលយកដំណឹងថាខ្ញុំស្លាប់ភ្លាមដូច្នេះពួកគាត់ចិត្តណាបិទអារម្មណ៍ខ្លួនឯងបោកបញ្ឆោតខ្លួនឯងថាមិនខ្វល់ព្រោះតាមពិតទៅតើអាចមានមនុស្សណាម្នាក់មិនស្រឡាញ់កូនខ្លួនឯងបានទេខ្ញុំពិតជាមិនអាចជឿបានទេប៉ុន្តែទឹកមុខត្រជាក់របស់ឪពុកម្ដាយកាលពីមុននៅតែវិលវល់ក្នុងខួរក្បាលខ្ញុំដូចជារូបភាពដែលចាក់ឡើងវិញម្ដងហើយម្ដងទៀតអារម្មណ៍ក្នុងខ្លួនប្រាប់ខ្ញុំថាខ្ញុំមិនអាចបង្ហាញខ្លួនពិតបានទេរឿងដំបូងដែលខ្ញុំធ្វើពេលត្រឡប់ដល់ផ្ទះគឺប្រញាប់បដូរសម្លៀកបំពាក់របស់ខ្ញុំឲ្យដូចប្អូនស្រីពេលបដូររួចខ្ញុំមានកំជុលចាក់ចូលក្នុងដៃរបស់ខ្ញុំដោយផ្ទាល់ឈាមស្រស់ហូរចេញមកខ្ញុំខំធ្មេញជាប់ហើយបន្តប្រើកម្លាំងចាក់ឲ្យជ្រៅតាមដែលអាចធ្វើបានត្រូវតែទុកស្នាមឲ្យបានបន្ទាប់មកខ្ញុំយកប៊ិចទឹកខ្មៅចុចលើកន្លែងនោះម្ដងហើយម្ដងទៀតដើម្បីឲ្យពណ៌ខ្មៅចូលទៅក្នុងសាច់ហើយធ្វើឲ្យស្នាមក្រហមប្រែទៅជាខ្មៅចាស់ខ្ញុំលើកក្នុងដៃមកមើលដោយប្រុងប្រយ័ត្នហើយរំលឹកពីទំហំប្រជ្រួយរបស់ប្អូនស្រីប្រហែលបានហើយគឺបែបនេះហើយនៅពេលនោះសំឡេងម្ដាយដ៏ស្និទ្ធស្នាលបានឮពីខាងក្រៅម៉ងចេញមកញ៉ាំបាយមកហើយខ្ញុំបង្ហាញក្នុងដៃចេញដោយមិនខ្លាចគ្រួសារ3នាក់អង្គុយញ៉ាំបាយជុំគ្នាយ៉ាងសប្បាយរីករាយប៉ុន្មានសប្តាហ៍បន្ទាប់ខ្ញុំប្រុងប្រយ័ត្នខ្លាំងហើយព្យាយាមបញ្ចូលខ្លួនទៅក្នុងជីវិតរបស់ប្អូនស្រីតាមឡើយខ្ញុំមិនដែលដឹងថាការទទួលបានក្តីស្រឡាញ់ពីឪពុកម្ដាយអាចធ្វើឲ្យជីវិតស្រួលបែបនេះទេអាហារឆ្ងាញ់ត្រូវបានរៀបចំដល់សម្លៀកបំពាក់គ្រាន់តែលើកដៃក៏មានអ្នកជួយស្លៀកចំណាយលុយប៉ុន្មានក៏មិនអីទេមិនថាខ្ញុំធ្វើអ្វីក៏ដោយអ្វីដែលឮជុំវិញខ្លួនគឺសម្លេងសរសើររបស់ឪពុកម្ដាយខ្ញុំមានសិទ្ធិខឹងតាមចិត្តម្ដាយតែងតែលួងខ្ញុំគ្រាន់តែខ្ញុំធ្វើជាអៀនអន់បន្តិចមិនថារបស់អ្វីពួកគាត់ក៏រកវិធីទិញឲ្យខ្ញុំរាល់សំណើរបស់ខ្ញុំសុទ្ធតែត្រូវបានបំពេញប៉ុន្តែឪពុកម្ដាយកាន់តែធ្វើល្អចំពោះខ្ញុំកាន់តែភ័យខ្លាចថាថ្ងៃណាមួយខ្ញុំនឹងបង្ហាញអត្តសញ្ញាណពិតដោយចៃដន្យដូច្នេះរាល់យប់មុនចូលគេងខ្ញុំតែងរំលឹកពីអាកប្បកិរិយារបស់ខ្លួននៅថ្ងៃនេះថាតើមានកំហុសអ្វីឬអត់ខ្ញុំត្រូវចាំទម្លាប់និងចំណង់ចំណូលចិត្តរបស់អូនស្រីរាល់ថ្ងៃខ្ញុំរស់នៅក្នុងភាពភ័យខ្លាចនិងការតានតឹងយ៉ាងខ្លាំងខ្ញុំខ្លាចថាថ្ងៃណាមួយនឹងត្រូវគេចាប់បានសម្ពាធធ្ងន់រហូតធ្វើឲ្យខ្ញុំស្ទើរតែមិនអាចគេងបាននៅពេលយប់សូម្បីមិត្តចាស់ខ្ញុំក៏មិនអាចតាក់ទងជាមួយពួកគេបានទៀតសូម្បីមិត្តស្និទ្ធបំផុតក៏មិនអាចនិយាយជាមួយបានសូម្បីមួយម៉ាត់ព្រោះខ្ញុំចាំបានថាអូនស្រីធ្លាប់និយាយថានាងស្អប់មិត្តស្និទ្ធរបស់ខ្ញុំត្រូវប្រឈមនឹងហានិភ័យលេងជាមួយមិត្តរបស់អូនស្រីរាល់ថ្ងៃហើយត្រូវប្រយ័ត្នមិនឲ្យពួកគេដឹងថាមនុស្សបានផ្លាស់ប្ដូរហើយប៉ុន្តែជីវិតបែបនេះមិនអាចបន្តរហូតទេទីបំផុតមានថ្ងៃមួយដែលខ្ញុំទ្រាំមិនបានទៀតថ្ងៃនោះខ្ញុំសម្រេចចិត្តប្រាប់ការពិតទៅឪពុកម្ដាយទោះត្រូវស្ដីបន្ទោសឬវាយមួយដងក៏ដោយក៏មិនអីដែរខ្ញុំមិនចង់ធ្វើជាមនុស្សផ្សេងទៀតទេខ្ញុំចង់ត្រឡប់ធ្វើជាខ្លួនឯងបន្ទាប់មកខ្ញុំបានមកដល់មុខបន្ទប់ឪពុកម្ដាយហើយចៃដន្យឲ្យបានឬសំឡេងពួកគាត់កំពុងនិយាយគ្នាពីក្នុងបន្ទប់កូនត្រីក្រអើយទឹកជ្រៅបែបនោះហើយត្រូវទឹកហូរទៅបែបនេះពេលទឹកគួចនាងទៅយើងក៏មិននៅក្បែរមិនដឹងនាងភ័យប៉ុណ្ណាទេគិតទៅខ្ញុំឈឺចិត្តណាស់សំឡេងម្ដាយសោកសៅយ៉ាងខ្លាំងហើយនិយាយទាំងដកដង្ហើមធ្ងន់ឪពុកម្ដាយដកដង្ហើមជ្រៅខ្ញុំស្រាប់តែដឹងថាឪពុកម្ដាយក៏សោកសៅចំពោះការស្លាប់របស់ខ្ញុំដែរមិនមែនដូចថ្ងៃនោះដែលពួកគាត់ធ្វើដូចមិនខ្វល់ឡើយខ្ញុំគិតថាប្រកាសជាពួកគាត់ទទួលរងការឈឺចាប់ខ្លាំងពេកទើបចិត្តណាបិទអារម្មណ៍ខ្លួនឯងហើយបោកបញ្ឆោតខ្លួនឯងថាមិនខ្វល់តាមពិតពួកគាត់នៅតែស្រឡាញ់ខ្ញុំបេះដូងដែលតែងតែភ័យខ្លាចរបស់ខ្ញុំទីបំផុតបានធូរស្រាលនៅក្នុងចិត្តខ្ញុំស្ងាត់រៀបចំពាក្យសុំទោសនិងពាក្យសារភាពខ្ញុំត្រូវតែស្មោះត្រង់ហើយត្រូវទទួលស្គាល់កំហុសខ្ញុំប្រមូលកម្លាំងហើយបើកទ្វារចូលទៅប៉ាម៉ាក់ខ្ញុំមានរឿងមួយចង់និយាយជាមួយប៉ាម៉ាក់ម្ដាយឃើញខ្ញុំភ្នែកគាត់ភ្លឺឡើងភ្លាមម៉ងមិនកូនដឹងថាថ្ងៃនេះជាថ្ងៃកំណត់ម៉ាក់ម៉ងរបស់ម៉ាក់ចេះគិតមែនកូនជាកូនស្រីតូចរបស់ម៉ាក់មែនឬពាក្យម្ដាយខ្ញុំលេបពាក្យការពិតដែលចិត្តនឹងនិយាយចេញវិញខ្ញុំគិតថាអីចឹងទុកនិយាយក្រោយម៉ាក់ញ៉ាំនំរួចសិនក៏បានឪពុកឃើញខ្ញុំយកនំមកឲ្យម្ដាយក៏បង្ហាញទឹកមុខរីករាយកូនពិតជាកូនស្រីល្អរបស់ប៉ាម៉ាក់មែនមិញនេះម៉ាក់នៅតែនឹកដល់កូនពេលគិតដល់ថ្ងៃដែលកូនត្រូវទឹកហូរយើងមិននៅក្បែរកូនទេម៉ាក់ភ័យខ្លាំងណាស់ខ្ញុំចាប់ផ្ដើមច្របូកច្របល់មានន័យថាម៉េចមិញនេះពួកគាត់មិនមែនកំពុងនិយាយពីខ្ញុំទេមិនស្រាប់តែខ្លាចជាប្អូនស្រីមែនហើយសំណាងហើយអ្នកដែលនៅរស់គឺម៉ងរបស់យើងគ្រាន់តែគិតថាកូនត្រូវទឹកជ្រៅបែបនោះខ្ញុំក៏ភ័យខ្លាចណាស់ខ្ញុំមានអារម្មណ៍ថារាងកាយខ្លួនឯងស្ទើរតែមិនអាចគ្រប់គ្រងបានខ្ញុំសួរចុះបងស្រីវិញពេលនិយាយដល់ខ្ញុំទឹកមុខម្ដាយប្រែទៅជាគួរឲ្យខ្លាចដូចជាចង់សម្លាប់ខ្ញុំនិយាយពីបងស្រីធ្វើអីស្លាប់លឿនបែបនេះគ្មានប្រយោជន៍សោះចិញ្ចឹមនាងអស់ប៉ុន្មានឆ្នាំហើយតាមពិតប៉ុន្មានឆ្នាំទៀតនាងនឹងពេញវ័យហើយរៀនបានល្អបែបនេះអាចរកប្រាក់បានច្រើនជាងនេះទៀតខ្ញុំបាននិយាយជាមួយគ្រូសាលីរួចហើយខ្ញុំមិននឹកស្មានទេតើអ្នកមិនមានគម្រោងឲ្យបងស្រីរៀនសាកលវិទ្យាល័យទេម្ដាយនិយាយធម្មតារៀនសាកលវិទ្យាល័យធ្វើអីខាតលុយនោះយកទៅផ្ញើកូនទៅរៀននៅបរទេសល្អជាងម៉ងកូនមិនមែនតែងតែចង់ទៅរៀនសិល្បៈនៅបរទេសទេខ្ញុំខំធ្មេញជាប់ដោយមិនអាចនិយាយអ្វីបានគ្រូសាលីដែលម្ដាយនិយាយដល់គឺបុរសវ័យកណ្ដាលម្នាក់នៅភូមិជិតខាងខ្ញុំធ្លាប់ឮថាគាត់ជាមនុស្សគ្រោះថ្នាក់ហើយធ្លាប់សម្លាប់មនុស្សជាច្រើនឪពុកគិតមួយសន្ទុះហើយសួរម្ដាយថានៅស្រុកកំណើតមានគ្រួសារមួយកំពុងរកកូនក្រមុំតើយើងគួររៀបចំរឿងនេះទេយកថ្ងៃខែឆ្នាំកំណើតរបស់នាងទៅសួរមើលបើជោគវាសនាសំគ្នាក៏រៀបការខ្ញុំស្ទើរតែឈប់ដង្ហើមពេលឮពាក្យរបស់ពួកគេរហូតមកដល់ពេលនេះទើបខ្ញុំយល់ច្បាស់ថាម្ដាយតាមពិតមិនដែលស្រឡាញ់ខ្ញុំទេពេលឃើញខ្ញុំស្ងាត់ម្ដាយក៏សួរម៉ងកូនមិនអីទេកុំគិតពីបងស្រីទៀតមិញនេះកូនមិនមែនមានរឿងចង់និយាយជាមួយម៉ាក់ទេខ្ញុំភ័យញ័រលេបទឹកមាត់ហើយប្រុងប្រយ័ត្នលើកមុខឡើងទៅរកម្ដាយម្ដាយមើលមកខ្ញុំហើយដូចជាដឹងថាខ្ញុំមានរឿងចង់បានអ្វីមួយកូនយប់ហើយនៅតែយកនំមកឲ្យម៉ាក់ប្រកាសជាមានគំនិតអ្វីមួយទៀតហើយម៉ាក់មិនស្គាល់កូនឬខ្ញុំចាប់ផ្ដើមអៀនអន់ម៉ាក់អ្នកទិញឲ្យខ្ញុំទៅបានម៉ាក់យល់ព្រមខ្ញុំមើលទៅក្នុងភ្នែកម្ដាយហើយសួរភ្លាមម៉ាក់បើថ្ងៃនោះអ្នកដែលត្រូវបានជួយឡើងមកគឺបងស្រីហើយបើខ្ញុំជាអ្នកស្លាប់វិញតើម៉ាក់នឹងធ្វើម៉េចទឹកមុខម្ដាយស្រាប់តែប្រែជាខ្មៅងឹតកុំសួររឿងនេះបើកូនស្លាប់បងស្រីក៏កុំសង្ឃឹមថានឹងរស់ដែរម៉ាក់នឹងយកនាងទៅស្លាប់ជាមួយកូនដោយដៃខ្លួនឯងនៅពេលនោះឈាមក្នុងខ្លួនខ្ញុំស្ទើរតែកក់ញើសត្រជាក់ពេញខ្លួនខ្ញុំហើយខ្ញុំដឹងថាម៉ាក់ពិតជាមិនធម្មតានៅពេលយប់ម្ដាយស្រាប់តែស្នើឲ្យខ្ញុំងូតទឹកជាមួយគាត់ខ្ញុំភ័យមួយសន្ទុះហើយម្ដាយនិយាយថា
មកងូទឹកជាមួយម៉ាក់ខ្ញុំឆ្លើយម៉ាក់ខ្ញុំធំហើយមិនមែនក្មេងទៀតទេពីមុនរាល់ថ្ងៃក៏ងូទឹកជាមួយម៉ាក់ដែរមិនចាប់ពីថ្ងៃត្រឡប់ពីហែទឹកមកកូនចាប់ដើមងូតម្នាក់ឯងពីពាក្យម្ដាយខ្ញុំមានអារម្មណ៍ភ័យពេញខ្លួនព្រោះពីមុនប្អូនស្រីចូលចិត្តងូទឹកជាមួយម៉ាក់បំផុតខ្ញុំមិនអាចបដិសេធបានទេមិនអីចឹងម្ដាយនឹងសង្ស័យដូច្នេះខ្ញុំប្រុងប្រយ័ត្នគ្រប់រាងកាយដោយពុះសាប៊ូឲ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីលាក់ខ្លួនពេលម្ដាយកំពុងលាងខ្លួនឲ្យខ្ញុំគាត់ក៏និយាយពីកុមារភាពរបស់ខ្ញុំនិងរឿងដែលខ្ញុំបានស្លាប់និយាយទៅគាត់ស្រាប់តែឈប់និយាយខ្ញុំលួចមើលទៅហើយឃើញម្ដាយកំពុងសម្លឹងមកខ្ញុំដោយទឹកមុខងឹតខ្ញុំតាមភ្នែករបស់គាត់មើលទៅហើយឃើញក្នុងដៃខ្ញុំដែលមានប្រជ្រុយត្រូវពុះទឹកលាងចេញពាក់កណ្ដាលខ្ញុំស្រាប់តែភ័យដូចជាត្រូវទឹកកកចាក់ម្ដាយនិយាយដោយទឹកមុខទាំងថាប្រជ្រុយរបស់កូនមិនបានជារបកចេញកូនមិនមែនជាមុងទេមែនឬពាក្យម្ដាយភាពភ័យខ្លាចដ៏ខ្លាំងបានឡើងមកក្នុងចិត្តបេះដូងខ្ញុំលោតខ្លាំងប្រាប់ម៉ាក់មកកូនមិនមែនមុងទេមែនម៉ាក់មិនអីទេខ្ញុំភ្នែកពោពេញដោយទឹកភ្នែកហើយឃើញម្ដាយកូនកំពុងនិយាយអ្វីមុងមិនយល់ទេវិនាទីបន្ទាប់ម្ដាយចាប់ដៃខ្ញុំទាញចេញមិនយល់ទេអីចឹងប្រាប់ម៉ាក់មកប្រជ្រុយរបស់កូនមិនបានជារបកចេញនេះពិតជាប្រជ្រុយមែនទេរងខ្លួនខ្ញុំស្ទើរតែឈរឡើងភ្លាមខ្ញុំគិតថាតើត្រូវធ្វើម៉េចនៅពេលនេះម្ដាយនិយាយដោយសំឡេងតឹងរឹងថាមុងកូនក៏ជាកូនរបស់ម៉ាក់ដែរម៉ាក់មិនអាចចាំកូនខុសបានទេកូនធ្វើឲ្យម៉ាក់ខកចិត្តណាស់ខ្ញុំភ័យរហូតស្ទើរតែដកដង្ហើមមិនរួចពេលដឹងថាត្រូវបានចាប់បានខ្ញុំគិតថាប្រហែលគួរតែទទួលស្គាល់ទៅប៉ុន្តែទេម៉ាក់កំពុងសាកល្បងខ្ញុំមិនអាចទទួលស្គាល់បានទេបេះដូងខ្ញុំលោតខ្លាំងដោយភ័យតែខ្ញុំបែរជាធ្វើជាខឹងម៉ាក់ខ្ញុំខឹងហើយម៉ាក់មិនអាចស្គាល់ខ្ញុំបានផងខ្ញុំជាមុងរបស់ម៉ាក់ពិតបន្ទាប់មកខ្ញុំយកដៃទៅមុខម្ដាយហើយចាប់ប្រជ្រុយនៅលើក្នុងដៃហើយចេញភ្លាមមិនមែនប្រជ្រុយទេវាគ្រាន់តែជាសម្បកស្បែករហែកសម្បកនេះចេញខាងក្រោមនៅតែជាស្នាមដើមធម្មតាពេលឃើញស្នាមនោះខ្ញុំប្រញាប់ធ្វើជាខឹងម៉ាក់មិនបានជាម៉ាក់ច្រឡំខ្ញុំជាបងស្រីខ្ញុំស្អប់ម៉ាក់ក្នុងដៃខ្ញុំគ្រាន់តែត្រូវថ្មកោះរបួសនៅថ្ងៃនោះហើយកាត់សម្បកប៉ុណ្ណោះតើបើគ្មានប្រជ្រុយនេះម៉ាក់មិនអាចស្គាល់ខ្ញុំទេម៉ាក់ធ្លាប់និយាយថាស្រឡាញ់ខ្ញុំបំផុតតែម៉ាក់បោកខ្ញុំនៅពេលនោះខ្ញុំធ្វើជាយំខឹងហើយម្ដាយក៏មិនអាចបែងចែកខ្ញុំនិងបងស្រីបានពេលឃើញស្នាមលើដៃខ្ញុំទឹកមុខម្ដាយក៏ប្រែទៅជាក្រហមខ្ញុំនៅតែខំបូមមាត់មិននិយាយរហូតដល់ទីបំផុតខ្ញុំទើបព្រមម្ដាយទិញស្បែកជើងម៉ាក់ល្បីមួយគូឲ្យខ្ញុំទើបគាត់ធូរចិត្តបានទិញឲ្យកូនម៉ាក់និងទិញឲ្យកូននៅថ្ងៃស្អែកខ្ញុំមកក្បាលទាំងធ្វើជាអន់ចិត្តបានហើយអីចឹងខ្ញុំអត់ទោសឲ្យម៉ាក់ជាបណ្ដោះអាសន្នពេលត្រឡប់ចូលបន្ទប់ខ្ញុំមើលស្នាមលើដៃហើយមានអារម្មណ៍ភ័យខ្លាំងសំណាងហើយដែលខ្ញុំតែងតែប្រុងប្រយ័ត្នខ្ញុំតែងប្រើពេជ្រខ្មៅចាក់ស្នាមរបួសម្ដងហើយម្ដងទៀតដើម្បីរក្សាពណ៌ខ្មៅឲ្យបានជាប់កន្លែងនោះពិតជាប្រែទៅជាខ្មៅប៉ុន្តែឥឡូវសីតុណ្ហភាពក្នុងបន្ទប់ក្តៅខ្លាំងខ្ញុំខ្លាចថាប្រជ្រុយដែលខ្ញុំធ្វើនោះនឹងរបបចេញហើយទឹកមុខម្ដាយកាលពីមុនពិតជាគួរឲ្យខ្លាចខ្លាំងវាដូចជាប្រសិនបើខ្ញុំទទួលស្គាល់ថាជាខ្ញុំមែនគាត់ប្រហែលជានឹងចុចក្បាលខ្ញុំចូលក្នុងអាងទឹកហើយលងស្លាប់តទោះលើកនេះខ្ញុំអាចឆ្លងកាត់បានដោយសុវត្ថិភាពក៏ភាពមិនសុខចិត្តនៅតែជាប់ក្នុងចិត្តខ្ញុំហើយអ្វីអូនស្រីត្រូវបានជួយហើយវាគឺជាសំណាងរបស់នាងតែពេលខ្ញុំស្លាប់បែរជាសមនឹងស្លាប់ទៅវិញខ្ញុំនឹកឃើញពាក្យម្ដាយថាបើអូនស្រីជាអ្នកស្លាប់ខ្ញុំក៏មិនសមរស់បន្តក្នុងលោកនេះដែរខ្ញុំក៏នឹកឃើញពាក្យឪពុកថានឹងយកខ្ញុំទៅរៀបការជាមួយគ្រួសារមួយដើម្បីយកថ្លៃបណ្ណាការនិងរកលុយឲ្យគ្រួសារនៅពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងគួរឲ្យអាណិតណាស់រស់ក៏ត្រូវគេយកទៅដូរថ្លៃបណ្ណាការស្លាប់ក៏នៅត្រូវយកទៅរៀបការជំនួសគេ